បានចំណូលមកចាប់បាត់ដន្ថៃធូមីចេញមកសំទោសនឹងសាងភាពស្អាតស្អំនៅទង្វើដែលមិនគប្បីចំពោះអុកញ៉ាព្រៀបសុវត្ថិនិងសុវត្ថិមនីនាងដោយមើលឃើញពីកំហុសឆ្គងរបស់ខ្លួនលោកបានចំណូលមកចាប់បាត់ដន្ថៃធូមីបានចេញមកសំទោសជាសាធារណៈនៅទង្វើមិនគប្បីរបស់ខ្លួនចំពោះអុកញ៉ាព្រៀបសុវត្ថិនិងតារាចម្រៀងសុវត្ថិមនីនាងហៅលោកអិនជាន់កាលពីពេលថ្មីៗនេះលោកបានចំណូលបានរៀបរាប់ថាលិខិតសំទោសទៅកាន់លោកសុវត្ថិមនីនាងហៅអិនជាន់និងលោកអុកញ៉ាព្រៀបសុវត្ថិនិងក្រុមគ្រួសារនៅថ្ងៃទី13ដល់ថ្ងៃទី15ខែវិច្ឆិកាកន្លងមកនេះខ្ញុំបានធ្វើការចែករំលែក share comment បង្ហោះនៅលើបណ្ដាញសង្គម Facebook និង YouTube ដោយបានប្រើពាក្យប្រៀបធៀបនិងបង្អាក់ប្រមាថមើលងាយនិងអះអាងបំភ្លើទៅដល់លោកអុកញ៉ានិងក្រុមគ្រួសារយ៉ាងពិតប្រាកដមែនតាមរយៈសកម្មភាពនិងទង្វើទាំងនេះហើយដែលជាហេតុផលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសកិត្តិនាមសេចក្តីថ្លៃថ្នូរនិងមុខរបរការងាររបស់សុវត្ថិមនីនាងនិងលោកអុកញ៉ានិងក្រុមគ្រួសារលោកអុកញ៉ានិងក្រុមគ្រួសារជាទីគោរពខ្ញុំបាទពិតជាសោកស្ដាយនៅអ្វីដែលខ្ញុំបានធ្វើចំពោះសកម្មភាពទាំងអស់និងទង្វើរបស់ខ្ញុំដែលបានប្រព្រឹត្តនៅថ្ងៃទី13ដល់ថ្ងៃទី15ខែវិច្ឆិកាកន្លងមកនេះដោយសារតែខ្ញុំបាទមានការយល់ច្រឡំនិងមិនបានគិតគូរពិចារណាឲ្យបានវែងឆ្ងាយចំពោះទង្វើរបស់ខ្លួនដូច្នេះដើម្បីផ្ដល់ភាពយុត្តិធម៌និងភាពស្អាតស្អំជូនទៅលោកអិនជាន់និងអុកញ៉ាព្រៀបសុវត្ថិនិងក្រុមគ្រួសារវិញខ្ញុំបាទសូមទទួលស្គាល់នៅកំហុសរបស់ខ្លួនទាំងស្រុងនិងសូមសន្យាថាជប់ធ្វើទង្វើមិនគប្បីដែលនាំឲ្យប៉ះពាល់ដល់លោកអុកញ៉ានិងក្រុមគ្រួសារទៀតហើយចាប់ពីពេលនេះតទៅជាមួយគ្នានេះផងដែរលោកបានចំណូលថែមទាំងបានសន្យាថាខ្ញុំបាទនឹងលុបចោលរាល់សកម្មភាពដែលខ្ញុំបានធ្វើការចែករំលែកសរសេរ comment បង្ហោះនៅលើបណ្ដាញសង្គម Facebook កន្លងមកចាប់ពីថ្ងៃនេះតទៅហើយថែមទាំងធ្វើការសំទោសជាសាធារណៈតាមរយៈវីដេអូទន្ទឹមនឹងនេះខ្ញុំបាទសូមផ្ដាំផ្ញើទៅសាធារណជនទាំងអស់សូមកុំធ្វើទង្វើដូចខ្ញុំបាទឲ្យសោះហើយសូមធ្វើការបញ្ចេញមតិយោបល់ត្រឹមសិទ្ធិរបស់ខ្លួនបានហើយមិនត្រូវធ្វើឲ្យប៉ះពាល់សិទ្ធិរបស់អ្នកដទៃនោះទេសូមលោកសុវត្ថិមនីនាងនិងលោកអុកញ៉ានិងក្រុមគ្រួសារមេត្តាអធ្យាស្រ័យនិងអភ័យទោសដល់រូបខ្ញុំបាទដោយក្តីអនុគ្រោះគួរបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះមានជនខិលខូចមួយចំនួនតូចបានប្រើបណ្ដាញសង្គម Facebook និង YouTube ដើម្បី comment និងរិះគន់រឿងមិនល្អដើម្បីផលប្រយោជន៍របស់ខ្លួនធ្វើឲ្យប៉ះពាល់ដល់សិទ្ធិឯកជនរបស់អ្នកដទៃក្នុងនាមជាជនជាតិខ្មែរសូមមេត្តារិះគន់ដើម្បីស្ថាបនាមានក្រមសីលធម៌សុជីវធម៌នៅក្នុងខ្លួនកុំឲ្យប៉ះពាល់ដល់សាធារណជន